បើចង់បានរៀងស្អាតត្រូវទៅណាទៅកន្លែងហាត់ប្រាណចុះបើចង់ចេះភាសាចឹងត្រូវទៅណា មករៀននៅសាលាឈីងសៀង International School មកចុះបើអត់មានពេលមករៀននៅសាលា អាចចុះឈ្មោះរៀនតាមអនឡាញបានតាសាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះ熊大，你咋还不睡午觉呀？熊大你咋还不睡午觉呀បងប្រុសហេតុអ្វីបានជាមិនគេងពេលថ្ងៃ俺在想，អានใจเสียงខ្ញុំកំពុងគិត光头强会不会趁着咱们睡午觉的时候去砍树？光头强会不会趁着咱们睡午觉的时间去砍树呢តែអាចទេអ្នកកាប់ឈើលួចទៅកាប់ឈើពេលដែលពួកយើងកំពុងគេងលក់ពេលថ្ងៃ哎呀，不会的，不会的，不会的不会的មិនអាចទេមិនអាចទេ光头强肯定也在午休呢。光头强肯定也在午休呢អ្នកកាប់ឈើប្រកាសជាកំពុងសម្រាកពេលថ្ងៃដែរហើយ等睡饱了才好干活嘛。等睡饱了才好干活嘛ចាំគេងឆ្អែតហើយតើបងាយស្រួលធ្វើការមែនទេ要是光头强睡饱了，要是光头强睡饱了ចុះបើសិនបើអ្នកកាប់ឈើដេកឆ្អែតហើយនោះ那砍树岂不是更有劲儿了？那砍树期不是更有劲儿了តើនោះមិនធ្វើឲ្យការកាប់ដើមឈើកាន់តែមានថាមពលទេឬ不行，不能让他砍树。不行不能让他砍树មិនកើតទេមិនអាចឲ្យគាត់កាប់ឈើបានទេ熊二，咱们去看看。熊二咱们去看看បងប្រុសពួកយើងទៅមើលមើល快点啊！快点啊ឲ្យលឿនតិចមក光头强果然在这儿，光头强固然在这អ្នកកាប់ឈើពិតជានៅទីនេះមែន还带着锯子，还带着锯子នៅកាន់កាំបិតទៀតផង肯定是想睡醒了接着砍树。肯定是想睡醒了接着砍树គាត់ប្រហែលជាចាំភ្ញាក់ពីដំណេកហើយបន្តកាប់ឈើទៀត熊二就是知道睡觉。熊二就是知道睡觉បងអូនប្រុសគឺដឹងតែដេកលក់តែប៉ុណ្ណោះ你忘了咱们是来干啥了吗？你忘了咱们是来干啥了吗តើអញភ្លេចហើយឬនៅថាហេតុអ្វីបានជាពួកយើងមកទីនេះ那熊大现在要咋办呀？那熊蛋现在要咋办呀អញ្ចឹងបងប្រុសគួរធ្វើអ្វីទៅឥឡូវនេះ